កម្ពុជាកំពុងដាក់អនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រជាខែការពារសិទ្ធិសមុទ្រដ៏សំខាន់ខណៈភាពមិនច្បាស់លាស់កំពុងកើតមានជុំវិញអនាគតយន្តការទ្វេភាគីជាមួយប្រទេសថៃក្នុងការគ្រប់គ្រងតំបន់ទាមទារដែលសមុទ្រត្រួតស៊ីគ្នាជំហាននេះកើតឡើងបន្ទាប់ពីរដ្ឋសភាកម្ពុជាបានបោះឆ្នោតផ្ដល់សច្ចាប័នទៅលើអនុសញ្ញានេះកាលពីថ្ងៃទី16ខែមករាឆ្នាំ2026ខណៈការចូលជាសមាជិកមានប្រសិទ្ធភាពនៅថ្ងៃទី8ខែមីនាដែលធ្វើឲ្យកម្ពុជាបានក្លាយជារដ្ឋភាគីទី172នៃអនុសញ្ញាដែលត្រូវបានគេហៅថារដ្ឋធម្មនុញ្ញសមុទ្រលោកនេតភេត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថាអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រគឺជាឧបករណ៍គតិយុត្តអន្តរជាតិដ៏ចម្បងដែលផ្ដល់មូលដ្ឋានច្បាប់យ៉ាងលម្អិតនិងពេញលេញសម្រាប់ការគ្រប់គ្រងកិច្ចការសមុទ្រចាប់តាំងពីការធ្វើនាវាចរការនេសាទដល់ការប្រើប្រាស់ធនធានក្រោមបាតសមុទ្រនិងការការពារបរិស្ថានសមុទ្រលោកបន្តថាការផ្ដល់សច្ចាប័ននេះនឹងនាំមកនូវផលប្រយោជន៍ដ៏ច្រើនសម្រាប់កម្ពុជាក្នុងនាមជាប្រទេសមានសមុទ្រសារព័ត៌មានថៃបានរាយការណ៍ថានាយករដ្ឋមន្ត្រីថៃលោកអនុទីនច័ន្ទវិរៈគុលបានបញ្ជាក់ថារដ្ឋាភិបាលក្រុងបាងកកកំពុងរៀបចំលុបកិច្ចព្រមព្រៀងយោគយល់គ្នាឆ្នាំ2001ជាមួយកម្ពុជាដែលអះអាងថាកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅភ្នំពេញក្នុងខែមិថុនាឆ្នាំ2001ដើម្បីគ្រប់គ្រងតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃតាមរយៈគោលការណ៍ដំណោះស្រាយជាកញ្ចប់ដែលភ្ជាប់ការកំណត់ព្រំដែននិងការអភិវឌ្ឍរួមទៅលើធនធានព្រៃនៅឧស្ម័នប៉ុន្តែភាគីថៃឥឡូវនេះអះអាងថាកិច្ចព្រមព្រៀងនេះមិនបានបង្កើតលទ្ធផលជាក់ស្ដែងនិងបន្តពន្យាពេលចំនួនអ្នកនាំពាក្យរដ្ឋាភិបាលថៃបានបញ្ជាក់ថាការចរចាមានតែ5ដងប៉ុណ្ណោះនៅក្នុងរយៈពេល25ឆ្នាំដែលគ្មានដំណោះស្រាយច្បាស់លាស់ហើយថៃកំពុងពិចារណាផ្អែកទៅលើអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រជាគោលការណ៍ច្បាប់សម្រាប់ការចរចាខាងមុខលោកផូសុធារៈទីប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិក្សាតំបន់កម្ពុជាបានបញ្យល់ថា MOU ឆ្នាំ2001ត្រូវបានបង្កើតឡើងនៅក្នុងបរិយាកាសនយោបាយល្អប្រសើរនៃប្រទេសទាំងពីរលោកបន្តទៀតថាការពិចារណាលុប MOU នេះមានទំនាក់ទំនងជាមួយចំនួនព្រំដែនគោកដែលបន្តប៉ះពាល់ទៅដល់ដែនសមុទ្រទាក់ទងទៅនឹងការបដូរយន្តការទ្វេភាគីទៅច្បាប់សមុទ្រអន្តរជាតិលោកសុធារៈបានឲ្យដឹងទៀតថាអ្វីដែលកម្ពុជាមាននៅក្នុងអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រមិនមែនគ្រាន់តែជាការព្រមព្រៀងទ្វេភាគីទេតែវាគឺជារដ្ឋធម្មនុញ្ញសមុទ្រដែលសហគមន៍អន្តរជាតិអនុម័តដើម្បីដោះស្រាយចំនួននៅក្នុងកម្រិតពហុភាគីលោកបន្ថែមទៀតថាអ្វីដែលថៃមានសិទ្ធិនៅក្រោមអនុសញ្ញានេះកម្ពុជាក៏មានដូចគ្នាដោយឈរទៅលើមូលដ្ឋានស្មើគ្នាចំណែកលោកស្រីដានីច័ន្ទរស្មីឈូករតអ្នកស្រាវជ្រាវផ្នែកនីតិសមុទ្របានឲ្យដឹងថាអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្របង្កើតក្របខ័ណ្ឌច្បាប់ដ៏ច្បាស់លាស់សម្រាប់គ្រប់គ្រងសកម្មភាពសមុទ្រក្រោមអនុសញ្ញានេះកម្ពុជាមានអធិបតេយ្យភាពពេញលេញលើដែនសមុទ្រក្នុងនិងសមុទ្រដែនដីប្រមាណ12ម៉ៃល៍សមុទ្រខណៈតំបន់សេដ្ឋកិច្ចផ្ដាច់មុខអាចលាតសន្ធឹងរហូតដល់200ម៉ៃល៍សមុទ្រលោកស្រីបានប្រាប់ទូរទស្សន៍ជាតិកម្ពុជាថាកម្ពុជាមានសិទ្ធិស្វែងរករុករកធ្វើអាជីវកម្មអភិរក្សនិងគ្រប់គ្រងធនធានធម្មជាតិទាំងមានជីវិតនិងគ្មានជីវិតនៅក្នុងតំបន់នេះចំណែកយន្តការដោះស្រាយវិវាទអន្តរជាតិលោកស្រីឈូករតបានបញ្ជាក់ថាអនុសញ្ញានេះផ្ដល់យន្តការដោះស្រាយវិវាទដោយសន្តិវិធីទាំងដោយស្ម័គ្រចិត្តនិងបង្ខំដែលធានាថាចំនួនត្រូវបានដោះស្រាយតាមច្បាប់ដែលមិនមែនតាមអំណាចសូមជម្រាបថាការចរចាអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រត្រូវប្រើពេលយូររហូតដល់15ឆ្នាំចាប់តាំងពីឆ្នាំ1967ដល់ឆ្នាំ1982